បាទសូមគោរពនឹងជម្រាបសួរអ៊ំពូមីងពជាកសិករទាំងអស់គ្នាបាទជាពិសេសអ៊ំពូមីងដែលជាម្ចាស់ចំការកៅស៊ូបាទបន្ទាប់ពីភ្លៀងរដូវវស្សាដែលចិត្តកន្លងផុតទៅនេះតើកៅស៊ូរបស់អ៊ំពូមីងយ៉ាងណាដែរបាទហើយសម្រាប់ចំការនេះឃើញថាយប់មិញគឺភ្លៀងខ្លាំងមែនទែនភ្លៀងខ្លាំងហើយប៉ុន្តែដោយសារតែបានកបាំងយើងអាចថាដើមយើងអាចស្ងួតនៅកន្លែងដែលមុខជាចឹងហើយចឹងអាចឲ្យកម្មករគាត់ចោះជាបានបាទហើយកម្មករគឺគាត់ឧស្សាហ៍ព្យាយាមបាទមេឃភ្លៀងពីយប់ខ្លាំងយ៉ាងណាឲ្យតែដើមងាយស្ងួតយើងគោះជួគាត់ចោះជាគឺជាមិនគឺជាបាទគឺគាត់នាំគ្នាទៅបាទហើយយើងតម្លៃកៅស៊ូនៅក្នុងថ្ងៃនេះសម្រាប់ថ្ងៃទី26ខែ9 2025នេះឃើញថានៅស្រុកអូយ៉ាដាវតម្លៃគឺចាប់ពី3,300រៀលរហូតទៅ3,700រៀលក្នុង1គីឡូក្រាមជ័រកកបាទពុំមិញជ័រកកមិនមែនជ័រទឹកទេបាទហើយទន្ទឹមនឹងដែរតម្លៃកៅស៊ូដែលយើងបានខ្ពស់នេះពី37កន្លែងខ្លះបាន37គឺដោយសារតែកន្លែងគាត់ណាគឺមានដីរាបស្មើហើយជាពិសេសចំការកៅស៊ូដែលនៅជាប់នឹងថ្នល់ជាតិដែលឡានគេនឹងអាចចុះទៅទិញបានដោយមិនចំណាយពេលយូរអ៊ំពូមីងបាទអញ្ចឹងកន្លែងខ្លះអាចថាតម្លៃវាទាបជាងដែរមិនមែនថានៅតំបន់នឹងតែមួយប៉ុន្តែតម្លៃបាន37បាទអញ្ចឹងហើយបានខ្ញុំប្រាប់ថាពី33រហូតដល់37នេះវាយោងទៅតាមជាការសួរនាំណាចាស់ចំការបាទសូមអរគុណអ៊ំពូមីងបាទហើយជូនពរអ៊ំពូមីងមានសុខភាពល្អនិងសូមជម្រាបលាបាទសូមអរគុណបាទ